អ្នកធ្វើការសម័យថ្មីត្រូវហ៊ានអួតខ្លួនត្រូវហ៊ានបង្ហាញភាពពូកែរបស់ខ្លួនពាក្យចាស់តែងទូមានថាត្រូវធ្វើការដាក់ខ្លួនកុំចង់បានមុខមាត់ពេកដែលធ្វើឲ្យមនុស្សជាច្រើនខិតខំប្រឹងប្រែងបិទទ្វារធ្វើការដោយស្ងៀមស្ងាត់ព្រោះជឿជាក់ថាលទ្ធផលនឹងបញ្ជាក់ពីសមត្ថភាពដោយឯកឯងប៉ុន្តែនៅក្នុងយុគសម័យការងារបច្ចុប្បន្នដែលមានការប្រកួតប្រជែងខ្ពស់និងផ្លាស់ប្ដូរលឿនការធ្វើការងារដោយស្ងាត់កំបាំងពេកជួនកាលអាចធ្វើឲ្យអ្នកក្លាយជាបុគ្គលិកដែលគេមើលមិនឃើញការហ៊ានអួតឬក៏បង្ហាញពីភាពពូកែរបស់ខ្លួនមិនមែនមានន័យថាជាការអួតអាងក្អេងក្អាងលង់ស្រឡាញ់ខ្លួនឯងឬទាមទារការចាប់អារម្មណ៍ខុសរបៀបនោះទេផ្ទុយទៅវិញវាគឺជាសិល្បៈនៃការទំនាក់ទំនងការងារដែលបង្ហាញពីភាពជាម្ចាស់ការចេះការពារសមិទ្ធផលខ្លួនឯងនិងការធ្វើឲ្យថ្នាក់ដឹកនាំព្រមទាំងក្រុមការងារមើលឃើញពីតម្លៃនិងសក្តានុពលពិតប្រាកដរបស់អ្នកប្រសិនបើអ្នកកំពុងតែប្រឹងប្រែងធ្វើការយ៉ាងនឿយហត់តែងតែដោះស្រាយបញ្ហាបានល្អប៉ុន្តែមានអារម្មណ៍ថាគ្មានអ្នកណាដឹងឬគ្មានអ្នកណាឃើញទាល់តែសោះខ្ញុំសូមប្រាប់ពីកលឹះផ្នែកកំណត់ខ្លះៗដែលអ្នកធ្វើការសម័យថ្មីត្រូវយល់ដឹងនិងហ៊ានអនុវត្ត 1. ពូកែហើយត្រូវតែប្រាប់ឲ្យគេដឹងធ្វើការរហូតដល់យប់ជ្រៅដោះស្រាយបញ្ហាដោយស្ងាត់តែបើមិនប្រាប់គេជួនកាលមេពិតជាមិនបានដឹងនិងមិនបានឃើញមែនទី 2 ការរៀបរាប់ពីស្នាដៃមិនមែនជាការអួតអាងទេតែជាការសង្ខេបការងារដែលបានធ្វើនៅក្នុងអង្គប្រជុំខ្លីៗមិនមែនមានន័យថាលងស្រឡាញ់ខ្លួនឯងនោះទេគ្រាន់តែធ្វើដើម្បីកុំឲ្យ credit ឬក៏ស្នាដៃរបស់អ្នកត្រូវបានបាត់បង់ទី 3 ដាក់ខ្លួនពេកក៏ធ្វើឲ្យយើងបាត់មុខមាត់ដែរចូលចិត្តនិយាយថាក្រុមជួយគ្នាទាំងដែលយើងជាអ្នកចាប់ផ្ដើមកំណត់មុនគេពាក្យថាក្រុមគឺពិតជាសំខាន់ប៉ុន្តែឈ្មោះរបស់យើងក៏សំខាន់ដូចគ្នាទី 4 ប្រវត្តិរូបគឺជាទ្វារទី 1 គួរតែធ្វើបច្ចុប្បន្នភាពស្នាដៃនៅលើបណ្ដាញសង្គមខ្លះមិនមែនដើម្បីប្រកួតប្រជែងជាមួយអ្នកណាទេគ្រាន់តែដើម្បីឲ្យឱកាសថ្មីងាយស្រួលស្វែងរកឃើញទី 5 គំនិតល្អត្រូវតែហ៊ាននិយាយមុននៅក្នុងបន្ទប់ប្រជុំដ៏ស្ងាត់បើយើងនឹកឃើញអ្វីមួយជួនកាលការលើកដៃនិយាយមុនគឺជាចំណុចចាប់ផ្ដើមនៃភាពខុសប្លែកទី 6 ការងារជោគជ័យគួរតែសង្ខេបឲ្យគេឃើញលទ្ធផលផ្ញើការងារឲ្យបាត់ឈឹងគឺខុសពីការផ្ញើការងារព្រមទាំងប្រាប់ថាតើលទ្ធផលនេះបានជួយផ្លាស់ប្ដូរអ្វីខ្លះទី 7 កុំបណ្ដោយឲ្យអ្នកដទៃនិយាយជំនួសជួនកាលអ្នកដែលពូកែនិយាយជាងតែងតែទទួលបានការចាប់អារម្មណ៍ច្រើនជាងបើយើងមិននិយាយពីរឿងរបស់យើងទេអ្នកដទៃក៏អាចនឹងនិយាយមិនបានពេញលេញដែរទី 8 ភាពជឿជាក់អាចវឹកហាត់បានថ្ងៃដំបូងដែលត្រូវធ្វើបទបង្ហាញដៃនឹងញ័រលើកទី 2 លើកទី 3 អាចនៅតែភ័យក៏ប៉ុន្តែសំឡេងនឹងចាប់ផ្ដើមនឹងណជាងមុនហើយទី 9 ហ៊ានអួតនៅក្នុងលក្ខណៈសុភាពមិនចាំបាច់និយាយអួតធំដុំទេគ្រាន់តែនិយាយត្រង់ថាគម្រោងនេះខ្ញុំជាអ្នកមើលខុសត្រូវផ្ទាល់ទី 10 ពិភពលោកសម័យនេះមើលឃើញអ្នកតាមរយៈអ្វីដែលអ្នកទំនាក់ទំនងពូកែស្ងាត់អាចល្អចំពោះអារម្មណ៍ផ្លូវចិត្តខ្លួនឯងក៏ប៉ុន្តែបើចង់រីកចម្រើនការងារជួនកាលត្រូវព្រមបើកឱកាសឲ្យពលឺចាំងមកលើខ្លួនឯងខ្លះ 11 ធ្វើការល្អមិនទាន់គ្រប់ត្រូវចេះកសាងទំនាក់ទំនងអង្គុយធ្វើការតែឯងនៅតុអាចជួយឲ្យការងាររួចរាល់តែបើចេះប្រស័យតាក់ទងជាមួយផ្នែកផ្សេងវានឹងបើកឱកាសការងារកាន់តែធំសម្រាប់យើងទី 12 កត់ត្រាស្នាដៃខ្លួនឯងទុកជាប្រចាំកុំរងចាំដល់ចុងឆ្នាំទើបនឹកឃើញថាខ្លួនបានធ្វើអ្វីខ្លះកត់ត្រានៅរាល់ជោគជ័យតូចវាជាភស្តុតាងដ៏ល្អបំផុតនៅពេលដែលវាតម្លៃការងារឡើងប្រាក់ខែទី 13 ចែករំលែកចំណេះដឹងគឺជាការអួតដ៏ឆ្លាតវៃជួយបង្រៀនឬណែនាំមិត្តរួមការងារមិនត្រឹមតែជួយក្រុមទេតែវាជាវិធីល្អបំផុតក្នុងការបញ្ជាក់ថាអ្នកជំនាញពិតប្រាកដទី 14 ស្ម័គ្រចិត្តធ្វើគម្រោងដែលលេចធ្លោកុំខ្លាចក្នុងការទទួលយកគម្រោងថ្មីដែលថ្នាក់លើចាប់អារម្មណ៍នៅកន្លែងធ្វើការវាគឺជាឆាកដ៏ល្អបំផុតក្នុងការបង្ហាញសមត្ថភាពទី 15 ការសួរសំណួរល្អក៏បង្ហាញពីភាពវៃឆ្លាតដែលការស្ដាប់ដោយស្ងៀមស្ងាត់គឺជារឿងល្អតែការសួរសំណួរដែលមុតស្រួចនិងចំចំណុចធ្វើឲ្យគេមើលឃើញពីភាពឆ្លាតវៃរបស់អ្នកដោយមិនចាំបាច់អួតទី 16 រីកាការងារមុនពេលមេសួរកុំចាំដល់គេសួរទើបឆ្លើយការប្រាប់ពីវឌ្ឍនភាពការងារជាប្រចាំបង្ហាញពីការទទួលខុសត្រូវខ្ពស់និងភាពម្ចាស់ការលើការងារ 17 ពេលមានកំហុសត្រូវមានដំណោះស្រាយមកជាមួយអ្នកណាក៏ធ្លាប់ធ្វើខុសតែអ្នកដែលហ៊ានទទួលកំហុសហើយនឹងប្រាប់វិធីដោះស្រាយភ្លាមគឺជាអ្នកដែលមានទំនួលខុសត្រូវខ្ពស់
និងស័ក្តិសមជាអ្នកដឹកនាំ18ចែករំលែកគំនិតវិជ្ជាជីវៈលើបណ្ដាញសង្គមមិនត្រឹមតែបង្ហោះរឿងផ្ទាល់ខ្លួនការចែករំលែកអត្ថបទឬគំនិតយោបល់ទាក់ទងនឹងការងារលើបណ្ដាញសង្គមផ្សេងៗជួយកសាងកេរ្តិ៍ឈ្មោះរបស់អ្នកឲ្យកាន់តែរឹងមាំទី19ភាពមានតម្លៃការចេញពីការចេះបដិសេធការទទួលយកគ្រប់យ៉ាងមិនមែនសុទ្ធតែជាល្អនោះទេការចេះបដិសេធការងារដែលមិនសំខាន់ដើម្បីផ្ដោតលើការងារស្នូលបង្ហាញពីតម្លៃពេលវេលានិងវិជ្ជាជីវៈរបស់អ្នកទី20សរសើរអ្នកដទៃមិនធ្វើឲ្យយើងអន់ទេអ្នកដែលពោពេញដោយភាពជឿជាក់មិនខ្លាចក្នុងការសរសើរមិត្តរួមការងារនៅទីសាធារណៈឡើយវាធ្វើឲ្យអ្នកមើលទៅកាន់តែមានភាពចាស់ទុំនិងជាអ្នកធ្វើការជាក្រុមដ៏អស្ចារ្យ